សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចិន្តាមកទៀតហើយថ្ងៃនេះដែរគឺមកអានរឿងនិទានរបស់ធនជ័យកុមារដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានស្ដាប់កំសាន្តអូខេតោះមកស្ដាប់ទាំងអស់គ្នាកាលពីដើមឡើយមានប្តីប្រពន្ធ2នាក់រាត្រីមួយនាងជាប្រពន្ធបានយល់សប្តិឃើញថាបេះដូងបេះបានទាំងផ្លែយល់សប្តិឃើញខែរះពេញបរមីលុះនាងភ្ញាក់ឡើងចាំជាក់ក្នុងសុបិននាងក៏ដើរទៅផ្ទះតាហោតែអ្នកហោមិននៅតែប្រពន្ធនាងប្រាប់ប្រពន្ធតាហោនៅសុបិនរបស់ខ្លួនប្រពន្ធតាហោយល់ឃើញថានាងនឹងកើតបានកូនប្រុសមួយហើយកូននោះនឹងក្លាយជាលោកធំតែប្រពន្ធតាហោមិនប្រាប់ដូច្នេះទេបែរជាប្រាប់នាងថាកូននេះកើតមកនឹងទៅជាខ្ញុំគេនាងស្ដាប់ហើយក៏ត្រឡប់ទៅផ្ទះវិញលុះនាងគ្រប់ខែនាងសម្រាបានកូនប្រុសមួយគួរជាទីស្រឡាញ់ហើយក៏ដាក់ឈ្មោះថាធនជ័យដល់ពេលធនជ័យមានអាយុ7ឆ្នាំគេតែងតែដើរលេងនៅមុខផ្ទះសេដ្ឋីរាល់ថ្ងៃឯប្រពន្ធសេដ្ឋីកំពុងត្បាញនៅលើផ្ទះក៏ធ្លាក់ក្របត្រាល់ទៅលើដីហើយស្រែកហៅធនជ័យថាអាជ័យរើសត្រាល់ឲ្យអញបន្តិចធនជ័យសួរថាបើខ្ញុំរើសឲ្យតើមានអ្វីឲ្យមកខ្ញុំប្រពន្ធសេដ្ឋីប្រាប់ថាអញឲ្យអំបុកឯងចោះទើបធនជ័យរើសត្រាល់ឲ្យគាត់ហើយធនជ័យអង្គុយចាំយកអំបុកពីប្រពន្ធសេដ្ឋីឲ្យអំបុកមួយកញ្ជើទៅធនជ័យតែធនជ័យប្រកែកថាអំបុកប៉ុណ្ណឹងខ្ញុំមិនយកទេប្រពន្ធសេដ្ឋីលួងធនជ័យថាអាជ័យអំបុកនេះច្រើនណាស់ណាធនជ័យកាន់តែខឹងយំទីអំបុកថែមទៀតសេដ្ឋីឃើញធនជ័យយំដូច្នេះក៏ដើរចូលមកហើយសួរថាអាជ័យហេតុអីបានជាយំប្រពន្ធប្រាប់ប្តីថាខ្ញុំប្រើវាឲ្យរើសត្រាល់ខ្ញុំថានឹងឲ្យអំបុកទៅវាឥឡូវខ្ញុំឲ្យអំបុកវាមួយកញ្ជើហើយវានៅតែមិនព្រមយកទៀតពេលនោះសេដ្ឋីនិយាយថាឯងមិនដឹងចិត្តអាជ័យទេអីទុកឲ្យខ្ញុំវិញសេដ្ឋីចាក់អំបុកចូលចង្អេគីឲ្យពេញនឹងចាក់អំបុកពេញក្នុងកញ្ជើទៅហៅធនជ័យមកចិត្តសួរថាអាជ័យម៉ណេះអំបុកពីរហ្នឹងឯងយកមួយណាធនជ័យចង្អុលយកអំបុកក្នុងចង្អេព្រោះមានអំបុកពេញហើយធំទៀតផងពេលនោះធនជ័យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលវាចាក់អំបុកដាក់ក្នុងបង្វិចវាក៏គិតក្នុងចិត្តថាអញចេញបោកសេដ្ឋីនេះហើយអញនឹងផ្ញើបញ្ញាគាត់ឲ្យបានទើបអញសុខចិត្តធនជ័យដើរទៅដល់ផ្ទះនិយាយជាមួយឪពុកម្ដាយថាលោកឪពុកអ្នកម៉ែខ្ញុំចង់ទៅនៅបម្រើលោកសេដ្ឋីម្ដាយស្ដាប់កូនហើយក៏និយាយនឹងកូនថាកូនមានម្ដាយមិនមានចម្ពាក់បំណុលសេដ្ឋីនោះទេឲ្យម្ដាយយកកូនទៅនៅជាមួយគេមិនដេចនឹងកើតទៅធនជ័យប្រាប់ម្ដាយថាខ្ញុំទៅនៅគ្រាន់តែចង់ផ្ចាញ់ប្រាជ្ញាគាត់តែប៉ុណ្ណោះទេណាម៉ែម្ដាយក៏ឲ្យកូនទៅនៅជាមួយសេដ្ឋីចាប់ពីថ្ងៃនោះឯងរាល់ព្រឹកសេដ្ឋីប្រើធនជ័យឲ្យដើរកាន់ស្លាដើរតាមក្រោយធ្វើដំណើរទៅរាជរោងឯធនជ័យដើរក្រដល់ត្បិតសេដ្ឋីជីសេះដើរមិនទាន់ឡើយសេដ្ឋីស្រដីថាអាជ័យឯងដើរដូចម្ដេចបានជាមិនទាន់អញអញ្ចឹងធនជ័យថាត្បិតខ្ញុំខ្លាចជ្រុះប្រអប់ស្លាទើបសេដ្ឋីថាឯងដើរឲ្យទាន់អញមកមិនបាច់ខ្លាចជ្រុះទេធនជ័យស្ដាប់ហើយឆ្លើយថាបានលុះថ្ងៃក្រោយមកទៀតសេដ្ឋីឡើងជិះសេះដោយសពដងធនជ័យក៏ធ្វើជាជ្រុះប្រអប់ស្លាអស់ពីថង់ពេលទៅដល់សាលាសេដ្ឋីចុះពីលើក្នុងសេះឡើងទៅជួបជុំអស់គ្នាមើលតូចធំហើយហៅធនជ័យយកប្រអប់ស្លាមកហូបឯធនជ័យយកថង់ស្លាជូនសេដ្ឋីហើយក៏ថយមកអង្គុយនៅកន្លែងមួយដ៏សមគួរសេដ្ឋីឃើញតែថង់ទទេក៏ខ្មាស់គេមិនហ៊ាននិយាយស្ដីលុះដល់ពេលត្រឡប់ទៅផ្ទះវិញហើយធនជ័យមកចុះសួរថាអាជ័យមិនក៏ធ្លាក់ប្រអប់ស្លាអស់អញ្ចឹងធនជ័យជំរាបថាខ្ញុំខ្លាចដើរមិនទាន់លោកតាបានជាខ្ញុំមិនហ៊ានជប់រើសត្បិតលោកតាផ្ដាំខ្ញុំថាត្រូវតែរត់ឲ្យទាន់នោះអីសេដ្ឋីបង្កប់ទៀតថាលើកក្រោយបើមានអីជ្រុះត្រូវតែរើសកុំឲ្យសល់លុះព្រឹកឡើងសេដ្ឋីជិះសេះទៅគួរស្ដេចដូចធម្មតាឯធនជ័យ
យួរថងស្លាដើរតាមក្រោយដោយយកចិត្តទុកដាក់រំពេចនោះសេះជូរអាចនៅតាមផ្លូវធនជ័យរើសអាចសេះដាក់ថងស្លាមិនឲ្យសល់លុះទៅដល់ជំនុំសេដ្ឋីទាញថងស្លាពីធនជ័យស្រាប់តែឃើញអាចសេះពេញថងក៏ខ្មាស់អស់នាម៉ឺនពេញព្រះរាជរោងលុះទៅដល់ផ្ទះវិញសេដ្ឋីប្រាប់ធនជ័យថាអាច័យឯងមិនបាច់ដើរតាមអញទៀតទេឯងទៅចាំចំការវិញចុះនៅពេលធនជ័យនៅចាំចំការមានគោក្របីជាច្រើនចូលស៊ីដំណាំធនជ័យមិនដេញសត្វទាំងអស់នោះទេធ្វើឲ្យដំណាំតិចទីគ្មានសល់សេដ្ឋីឃើញដូច្នេះក៏ស្ដីបន្ទោសធនជ័យថាអាច័យឯងរវល់ធ្វើអីបានជាបណ្ដោយឲ្យគោស៊ីដំណាំឲ្យយ៉ាងនេះធនជ័យថាបានជាខ្ញុំមិនដេញវាត្បិតលោកតាគ្រាន់តែប្រើខ្ញុំឲ្យចាំចំការតែប៉ុណ្ណោះសេដ្ឋីថាឯងចាំចំការមិនបានទេឯងទៅឃ្វាគោវិញធនជ័យថាខ្ញុំឃ្វាគោក៏បានដែរតែគោញីទាំងអស់នោះជាប្រពន្ធរបស់ខ្ញុំរួចហើយធនជ័យក៏ចេញទៅឃ្វាគោនៅកន្លែងឃ្វាគោមានគោឈ្មោលមកពាក់គោញីធនជ័យបានចាប់គោឈ្មោលទាំងអស់នោះចងទុកម្ចាស់គោឈ្មោលមកសុំយកទៅវិញធនជ័យប្រាប់ថាគោអ្នកឯងបានលួចប្រពន្ធខ្ញុំបើចង់បានគោទៅវិញតតែយកប្រាក់មកលួកាលបើម្ចាស់គោបានលើធនជ័យថាដូច្នេះហើយតើក៏ទៅជម្រាបសេដ្ឋីអំពីរឿងនេះសេដ្ឋីគិតថាអញប្រាអាជ័យនេះនឹងកើតរឿងច្រើនទៀតក៏ហៅធនជ័យមកសួរថាមើលអាជ័យមិនបានជាឯងទៅចាប់គោគេដូច្នេះធនជ័យថាខ្ញុំបានជម្រាបលោកតាឲ្យថាមេគោទាំងនេះជាប្រពន្ធខ្ញុំឥឡូវគោឈ្មោលទាំងអស់នេះចង់ប្រពន្ធខ្ញុំហើយដូច្នេះបានជាខ្ញុំចាប់ទុកប្តឹងលោកតាសេដ្ឋីស្ដាប់ធនជ័យនិយាយដូច្នេះស្ដីថាឯងឲ្យគោទៅម្ចាស់គេវិញទៅហើយមិនបាច់ទៅឃ្វាគោទៀតទេអញឲ្យឯងធ្វើការក្នុងផ្ទះវិញមានថ្ងៃមួយសេដ្ឋីកំពុងនិយាយនឹងនាម៉ឺនមួយក្រុមប្រពន្ធសេដ្ឋីក៏ប្រើធនជ័យឲ្យទៅហៅប្តីមកពិសាបាយធនជ័យស្ដាប់ហើយក៏ដើរទៅហៅសេដ្ឋីខ្លាំងៗថាលោកតាមកពិសាបាយសេដ្ឋីខ្មាស់គេណាស់តែមិនស្ដីអ្វីឲ្យគេដឹងឡើយសេដ្ឋីចុះពីលើសាលាទៅដល់ផ្ទះស្ដីបន្ទោសឲ្យធនជ័យថាអាច័យព្រៃបានជាឯងស្រែកហៅអញខ្លាំងម្លេះបើទៅឲ្យចិត្តចាំប្រាប់អញបន្តិចទៅវិធីធនជ័យលឺហើយក៏ចាំទុកមានថ្ងៃមួយសេដ្ឋីនៅខាងក្រៅកំពុងបង្គាប់មនុស្សឲ្យធ្វើការភ្លើងក៏ឆេះផ្ទះសេដ្ឋីប្រពន្ធភ័យខ្លាំងពេកក៏ប្រើធនជ័យឲ្យរត់ទៅហៅប្តីជាបញ្ញាប់ធនជ័យរហ័សរត់ទៅចិត្តសេដ្ឋីសាយតិចសេដ្ឋីឃើញធនជ័យធ្វើមាត់មហោបក៏មានមន្ទិលក្នុងចិត្តហើយក៏សួរថាអាច័យឯងថាម៉េចឯងស្ដាប់មិនឮទេធនជ័យអន់ខ្សឹបដាក់ត្រចៀកសេដ្ឋីថាលោកតាភ្លើងឆេះផ្ទះហើយសេដ្ឋីស្ដាប់ច្បាស់ហើយក៏ប្រើធនជ័យយករបស់ស្រាលដែលភ្លើងមិនតន់ឆេះចេញធនជ័យមនីរត់ទៅយកសម្បុកមន់ប្រមាណជាង30សម្បុកយកទៅទុកមួយអន្លើលុះភ្លើងរត់អស់សេដ្ឋីប្រមូលរបស់ដែលយកបានពីក្នុងភ្លើងហើយក៏លេចឃើញធនជ័យក៏សួរថាអាច័យឯងយកបានរបស់អីខ្លះហើយធនជ័យបង្ហាញសម្បុកមន់ទាំងអស់សេដ្ឋីថាយីអើរបស់ច្រើនមកកកមិនក៏ឯងមិនយកទៅយកអីសម្បុកមន់ទៅវិញធនជ័យថាត្បិតលោកតាប្រើខ្ញុំឲ្យយកតែរបស់ស្រាលនោះអីសេដ្ឋីថាឯងទៅហៅអ្នកណាដែលធ្វើឲ្យភ្លើងឆេះមកជួបអញធនជ័យដើរទៅលើកចង្ក្រានមកជន់សេដ្ឋីហើយជ្រាបថាចង្ក្រាននេះហើយជាអ្នកដើមភ្លើងសេដ្ឋីស្ដាប់ហើយពិចារណាថាអញប្រើអាជ័យនេះមិនបានទេបើប្រើវាតទៅទៀតឃើញថានឹងបាត់បង់ទ្រព្យសម្បត្តិជាច្រើនជាងនេះទៅទៀតបើដូច្នេះមានតំណងវាទៅថ្វាយព្រះរាជាឲ្យស្រឡះពីខ្លួនទៅល្អលុះព្រឹកឡើងសេដ្ឋីរៀបចំខ្លួនយកធនជ័យទៅគាល់ស្ដេចសេដ្ឋីក្រាបបង្គំទូលស្ដេចថាសូមទានប្រុសទូលព្រះបង្គំជាខ្ញុំមានក្មេងម្នាក់មានប្រាជ្ញាណាស់គេចេះកុហកដេញប្រាជ្ញាមិនទាន់ឡើយឥឡូវនេះទូលបង្គំយកគេមកថ្វាយជាខ្ញុំល្អធូលីព្រះបាទមហាក្សត្រស្ដាប់ហើយសួរធនជ័យថាមើលអាជ័យឯងចេះកុហកមែនទេធនជ័យថាចេះមែនក្រាបទូលស្ដេចថាឥឡូវឯងកុហកយើងមកមើលធនជ័យថាក្បួនកុហកនៅក្នុងផ្ទះឯណោះក្រាបទូលទៅស្ដេចត្រាស់
ប្រើមហាថ្លឹកម្នាក់ទៅយកក្បួនកុហកអំពីផ្ទះធនជ័យមហាថ្លឹកទៅដល់ផ្ទះប្រាប់ម្ដាយធនជ័យឲ្យយកក្បួនកុហកនោះចេញមកតែម្ដាយធនជ័យថាគ្មានទេមហាថ្លឹកត្រឡប់មកវិញទូលព្រះអង្គតាមដំណើរទៅស្ដេចមានព្រះបន្ទូលសួរធនជ័យថាអាជ័យឯងថាក្បួនកុហកនៅឯផ្ទះឥឡូវនេះម្ដាយឯងថាគ្មានទេទើបធនជ័យថានេះហើយហៅថាកុហកសូមទ្រង់ជ្រាបស្ដេចតដំរីក៏នៅស្ងៀមហើយព្រមទទួលធនជ័យឲ្យរស់នៅក្នុងរាជវាំងស្ដេចគិតថាអញនឹងលបងប្រាជ្ញាអាជ័យលោមើលហើយស្ដេចយាងទៅកំពង់ទឹកហើយអស់នាម៉ឺនតូចធំលាក់ពងមាន់ម្នាក់មួយចោះទៅក្នុងទឹកជាមួយធនជ័យលុះពួកគេងើបឡើងស្រែកថាតកតតពងមួយហើយយកពងមាន់មកថ្វាយស្ដេចគ្រប់គ្នាឯធនជ័យនៅក្រោយគេរកពងមាន់មិនបានងើបឡើងស្រែកថាគឹកគិតគល់គោស្ដេចមានព្រះបន្ទូលសួរថាអាជ័យឯណាពងមាន់ធនជ័យទូលថាត្បិតទូលបង្គំនេះជាមាន់ឈ្មោលជន់មាន់ញីទាំងអស់នោះទើបមានពងក្រាបទូលស្ដេចព្រះសម្ដាប់ហើយក៏កោតប្រាជ្ញាធនជ័យណាស់ហើយសួរធនជ័យថាអាជ័យឯងមានអាយុប៉ុន្មានឆ្នាំហើយធនជ័យក្រាបទូលថាទូលបង្គំមានអាយុ11ឆ្នាំហើយថ្ងៃមួយស្ដេចយាងទៅប្រព័ន្ធព្រៃហើយបង្កប់ធនជ័យថាអាជ័យអញឲ្យឯងជិះដំរីដែលដាក់ក្រយ៉ាស្ញោយបើជិះមិនទាន់អញទេឯងនឹងមានទោសឯដំរីនោះទៀតសោតចាស់ដើមមិនទាន់គេឡើយធនជ័យធ្វើក្តោងហើយយកថ្នល់ដោលផងព្រះមហាក្សត្រទៅដល់ព្រះពន្លារោងធនជ័យមិនឃើញទ្រង់មានព្រះតម្រិះយល់ឃើញថាអាជ័យនេះមុខជាខុសមិនខានបន្តិចក្រោយមកទៅធនជ័យមកដល់មហាក្សត្រសួរថាឯងជាដំរីមិនដេចបានជាមិនតន់អញអញ្ចឹងធនជ័យទូលថាត្បិតដំរីមិនដើរទូបង្គំជាខ្ញុំធ្វើក្តោងបើកហើយយកថ្នល់ដល់ផងទូបង្គំមិនបានប្រកែកទេសូមទ្រង់ជ្រាបស្ដេចព្រះសម្ដាប់ហើយក៏នៅស្ងៀមស្ដេចគិតក្នុងព្រះハរតីថាអាជ័យនេះមានប្រាជ្ញាណាស់តើគិតធ្វើដូចម្ដេចដើម្បីផ្ចាញ់ប្រាជ្ញាវាបានស្ដេចបញ្ជាអស់នាម៉ឺនសពមុខមន្ត្រីឲ្យរកសេះម្នាក់មួយខែព្រះអង្គទៅប្រពាតព្រៃបើអ្នកណាគ្មានសេះជីនឹងមានទោសមហាក្សត្របង្គាប់ធនជ័យថាអាជ័យឯងហែអញទៅប្រពាតព្រៃហើយរកសេះជីផងធនជ័យរត់ទៅខ្ចីសេះគេគ្មាននរណាម្នាក់ហ៊ានឲ្យសេះខ្ចីឡើយធនជ័យតតម្រេះក៏ទៅយកសេះកូនអុកក្តាប់នឹងដៃហើយស្ដេចទៅនឹងគេដែរព្រះមហាក្សត្រទៅដល់ព្រះពន្លាតូចឃើញធនជ័យរត់ខ្មាញ់ក៏សួរថាអាជ័យអញឲ្យឯងជីសេះមកឥឡូវសេះឯងនៅឯណាធនជ័យបង្ហាញកូនសេះអុកទូលរបស់ព្រះអង្គថាសេះនេះហើយដែលទូលបង្គំជីមកស្ដេចតតម្រេះក៏នៅស្ងៀមមិនយកទោសអ្វីឡើយនៅថ្ងៃបន្ទាប់ស្ដេចបញ្ជាឲ្យធនជ័យបោះសម្អាតនៅក្រោមដំណាក់ធនជ័យក៏រៀបចំខ្លួនទៅបោះសម្អាតនៅទីនោះអស់អ្នកម្នាងឃើញធនជ័យនៅពីក្រោមក៏នាំគ្នាដើរទន្ទ្រាំជើងលើក្បាលធនជ័យគិតថាអស់អ្នកម្នាងនេះចូលចិត្តដើរទន្ទ្រាំលើក្បាលអញណាស់បើដូច្នេះអញធ្វើយ៉ាងណាកុំឲ្យស្ដេចប្រាអញមកបោះទីនេះទៀតបន្ទាប់មកធនជ័យក៏ស្រែកជេរខ្លាំងៗថាប៊ីចៅដងតុងបានស៊ីក៏ដោយសារគូតមិនបានស៊ីក៏ដោយសារគូតអ្នកម្នាងទាំងអស់ខឹងណាស់ក៏បបួលគ្នាទទួលព្រឹត្តស្ដេចក្រេវក្រោធជាខ្លាំងហើយបន្ទោសធនជ័យថាអាជ័យហេតុអីបានជាឯងជេរបញ្ចេះអស់ប្រពន្ធអញធនជ័យថាទូបង្គំជាខ្ញុំមិនបានជេរបញ្ចាស់អស់អ្នកម្នាងនោះទេកាលដែលទូបង្គំចូលទៅបោះសម្អាតមានសម្បុកពីងពីងជាច្រើនចោលក្បាលទូបង្គំទៅទូបង្គំជេរពីងពីងយ៉ាងនេះសូមទ្រង់ជ្រាបតាំងពីថ្ងៃនោះមកមហាក្សត្រមិនដែលប្រើធនជ័យឲ្យទៅបោះក្រោមដំណាក់ទៀតឡើយព្រះអង្គមានព្រះតម្រិះយល់ឃើញថាអញដេញប្រាជ្ញាអាជ័យមិនតន់សោះបើដូច្នេះអញនឹងលែងជល់មាន់ម្ដងហើយហាន់ប្រាមនុស្សទាំងអស់មិនឲ្យអាជ័យខ្ចីមាន់ឬលក់មាន់ឲ្យឡើយលុះព្រឹកឡើងស្ដេចយកមាន់មកជល់នៅមុខព្រះលាន
ហើយមានបន្ទូលនឹងធនជ័យថាអាច័យឯងទៅរកមន់មកជុលនឹងមន់អញឥឡូវនេះធនជ័យរកមន់មិនបានគិតថាព្រះមហាក្សត្រចង់ចាញ់ប្រាជ្ញាអញទៀតហើយទើបធនជ័យចាប់កូនមន់មកជុលនឹងមន់ស្ដាច់លុះមកដល់ទ្រង់មានព្រះបន្ទូលថាអាច័យថាប់យកមន់ឯងចេញមកធនជ័យឮបន្ទូលទឿនដូច្នេះក៏ចាប់កូនមន់ដែលក្របនឹងក្រណាត់មកជុលនឹងមន់ព្រះរាជាហើយកូនមន់ឃើញមន់ធំនោះស្មានថាជាមេរបស់វាក៏រត់ទៅសសល់ក្រោមពោះមន់ជុលចំណែកមន់ព្រះរាជារសើបខ្លាំងពេកក៏រត់ចេញយ៉ាងលឿនធនជ័យទះដៃស្រែកថាឈ្នះហើយព្រះមហាក្សត្រតូចឃើញដូច្នេះក៏អៀនព្រះតីពុនពេកហើយប្រកាសមិនឲ្យធនជ័យចូលក្នុងរាជវាំងរយៈពេល10ឆ្នាំឯធនជ័យស្ដាប់ហើយក៏ទៅនៅឯផ្ទះរបស់ខ្លួនវិញ4ថ្ងៃក្រោយមកស្ដេចនិមន្តលោកគ្រូសង្គ្រាចចូលទៅទេសនាក្នុងព្រះរាជវាំងធនជ័យដឹងដូច្នេះហើយក៏ទៅអង្គុយក្នុងសាលាជួបអស់នាម៉ឺនតូចធំនិយាយយ៉ាងប្រងើយថាថ្ងៃនេះស្ដេចនឹងហៅខ្ញុំចូលវាំងហើយឯនាម៉ឺនលើធនជ័យថាដូច្នេះក៏សើចទាំងអស់គ្នាបន្ទាប់មកលោកគ្រូសង្គ្រាចក៏និមន្តមកដល់ធនជ័យស្ដីថាមើលសក់ក្បាលខ្ញុំដូចសក់កង្កោកមើលទៅមុខលោកក្រន់ជាងគូតខ្ញុំលោកគ្រូសង្គ្រាចស្ដាប់ហើយខ្ញាល់នឹងធនជ័យណាស់ក៏ទទួលព្រះមហាក្សត្រអំពីរឿងនេះស្ដេចត្រាស់ប្រាមហាថ្លឹកម្នាក់ឲ្យទៅហៅធនជ័យចូលគាល់ធនជ័យមកដល់ក្រាបបង្គំដោយស្ងៀមស្ងាត់ហើយព្រះមហាក្សត្រមានបន្ទូលសួរថាអាច័យហើយនេះបានជាឯងដៀព្រះសង្ឃធនជ័យថាទូលព្រះបង្គំថាមែនតែមិនមែនដៀថ្មេះលោកទេពាក្យនេះជាឧបមាឲ្យខ្លួនទូលព្រះបង្គំទេតាត្បិតព្រះអង្គបានចូលវាំងឲ្យទូលបង្គំមិនបានចូលវាំងទៅស្រដីដូច្នេះព្រះមហាក្សត្រស្ដាប់ហើយទើបមានព្រះបន្ទូលនឹងព្រះសង្ឃថាសូមព្រះអជ្ជគុណកុំខ្ញាល់នឹងអាច័យអីវាឧបមាឲ្យខ្លួនវាទេតាក្រោយមកស្ដេចបញ្ជាអស់ស្រីក្នុងរាជវាំងទៅជួអាចដាក់ផ្ទះធនជ័យអស់ស្រីទៅដល់ផ្ទះធនជ័យថាត្បិតព្រះរាជាប្រើពួកយើងមកឲ្យជួអាចដាក់ផ្ទះឯងធនជ័យថាបើស្ដេចមានបន្ទូលដូច្នេះហើយខ្ញុំមិនហ៊ានខត់ពួកនាងទេចង់ជួក៏ជួចោះតែកុំនោមឲ្យសោះបើនោមផងទុកជាល្មើសនឹងព្រះបន្ទូលហើយធនជ័យដើរមើលឃើញស្រីណានោមហើយក៏វាយស្រីនោះមិនញញើតដៃពួកស្រីខឹងណាស់ក៏ទទួលស្ដេចតាមដំណើរព្រះមហាក្សត្របញ្ជាទីហ៊ានឲ្យទៅចាប់ធនជ័យមកមានព្រះបន្ទូលសួរថាណាអាច័យមិនបានជាឯងដេញវាយអស់សន្លឹកអញធនជ័យថាក្រាបទូលព្រះអង្គបានជាទូលព្រះបង្គំវាយស្រីអស់ទាំងនោះព្រោះពួកនាងល្មើសនឹងព្រះបន្ទូលល្មើសនឹងស្អីខ្លះទៅសាច់សួរបញ្ជាក់ធនជ័យថាត្បិតព្រះអង្គបង្គាប់ឲ្យនាងទៅជួសអាចដាក់ផ្ទះទូលបង្គំតែពួកនាងមិនត្រឹមតែជួសប៉ុណ្ណោះទេថែមទាំងនោមដាក់ទៀតផងហេតុដូច្នេះហើយទើបទូលបង្គំវាយ៉ាងនេះសូមទ្រង់ជ្រាបព្រះមហាក្សត្រទ្រង់សណ្ដាប់ហើយក៏នៅស្ងៀមមិនបានដាក់ទោសអ្វីឡើយក្រោយមកភាពល្ងីល្ងើរបស់ធនជ័យក៏លឺទៅដល់ស្រុកចិនស្ដេចស្រុកចិនក៏ជំនុំអស់នាម៉ឺនថានឹងទៅធ្វើចំណោទនៅស្រុកខ្មែរដើម្បីផ្ចាញ់ប្រាជ្ញាធនជ័យស្ដេចអូខេបងប្អូនទាំងអស់គ្នាឥឡូវរឿងធនជ័យកុមាររបស់យើងក៏បានដល់ទីបញ្ចប់ទៅហើយរងចាំវគ្គ2ដែលមានចំណងថាបណ្ឌិតធនជ័យនៅវីដេអូក្រោយទៀតអរគុណបងប្អូនដែលបានតាមដានពីដើមរហូតដល់ចប់ហើយមួយទៀតនេះខ្ញុំក៏សូមអធិស្ឋានបងប្អូនបើសិនជាមានកន្លែងណាដែលមានលើសលួសខុសឆ្គងត្រង់ចំណុចណាអានពាក្យមិនត្រូវអីចឹងសូមអនុគ្រោះឲ្យខ្ញុំផងបងប្អូនទាំងអស់គ្នាចាហើយកុំភ្លេចជួយ Subscribe Channel នឹងខ្ញុំផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត